ប្រសិនបើសតិអ្នកមិនទាន់មុតនិងមិនទាន់ចូលជ្រៅទេសូមចំណាយពេលវេលាបន្ថែមទៅលើអាណាបនៈមុនពេលបដូរទៅវិបស្សនាសតិមុតនឹងជួយឲ្យចិត្តអ្នកស្ងប់ដូចគ្នានេះចិត្តស្ងប់នឹងធ្វើឲ្យវិបស្សនារបស់អ្នកកាន់តែខ្លាំងនៅពេលដែលអ្នកយល់ថាចិត្តកំពុងដើរទេសូមសាកល្បងដកដង្ហើមដោយចេតនាប្រសិនបើវិធីទាំងនេះមិនទទួលបានជោគជ័យទេសូមសាកល្បងបដិបត្តិវិបស្សនាដោយបើកភ្នែកមួយរយៈពេលសិនហើយអនុញ្ញាតឲ្យពន្លឺចូលមិនថាអ្នកធ្វើអ្វីក៏ដោយសូមកុំបោះបង់សូមកុំគិតថាសុទ្ធតែបរាជ័យសូមប្រើប្រាស់សម្មាវាយាមៈដើម្បីទទួលបានជោគជ័យសម្រាប់ការអង្គុយមួយលើករបស់អ្នករាល់ការអង្គុយម្ដងវាមិនដូចគ្នាទេហើយនៅពេលដែលអ្នកព្រមទទួលយកវាថាអ្នកមិនរំពឹងថានឹងមានអ្វីកើតឡើងពីការបដិបត្តិនេះទេនោះអ្នកបានឈានទៅមុខមួយដំណាក់កាលធំហើយ